សូមអនុញ្ញាតបន្តកម្មវិធីតទៅទៀតហើយវគ្គនេះយើងខ្ញុំភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មាននៅតាមបណ្ដាខេត្តដំបូងនេះជួបលោករដ្ឋដែលប្រចាំការនៅខេត្តកញ្ចេះបាទមានរឿងតាក់ទិនទៅនឹងអគ្គិសនីកម្ពុជាហើយជូនទៅលោកបុត្រាឆ្លើយឆ្លងចោះបាទសូមជើញបាទសូមអរគុណលោកសខាសូមជម្រាបសួរលោករដ្ឋបាទលោកជម្រាបសួរលោកបុត្រានិងលោកសខាបាទជម្រាបសួរបាទលោករដ្ឋរឿងរ៉ាវហ្នឹងគឺលោករដ្ឋនឹងជម្រាបជូនពាក់ព័ន្ធទៅនឹងអង្គភាពអគ្គិសនីខេត្តកញ្ចេះអញ្ចឹងលោករដ្ឋសូមអញ្ជើញលំអិតបាទបាទរត់ដល់ក្នុងកាត់ចំនួនរបស់កញ្ចេះនេះបានរអ៊ូរទាំនឹងធ្វើការរិះគន់ធ្ងន់ធ្ងរទៅដល់អង្គភាពអគ្គិសនីកញ្ចេះនេះថាហាក់បីដូចជាមិនមានការយកចិត្តទុកដាក់ទទួលខុសត្រូវនិងមានវិធានការចំពោះការដាច់ភ្លើងជាញឹកញាប់ជារៀងរាល់ថ្ងៃការកើនឡើងគីឡូវ៉ាត់ម៉ោងទ្វេដងនឹងបានបង្កឲ្យឆេះខូចខាតនូវសម្ភារៈឧបករណ៍អគ្គិសនីមួយចំនួនដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់បាទហើយពលរដ្ឋមួយចំនួននៅក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារក្នុងក្រុងកញ្ចេះនេះបានលើកឡើងអំពីចម្ងល់ប្រហាក់ប្រហែលគ្នានេះថាការប្រើប្រាស់ភ្លើងអគ្គិសនីរយៈពេលប្រមាណខែចុងក្រោយនេះមានសភាពប្រែប្រួលខុសប្លែកពីធម្មតាដូចជាកុងទ័រឡើងខ្ពស់ហើយការដាច់ចរន្តអគ្គិសនីនេះមិនក្រោមពី5ទៅ6ដងទេក្នុងទឹកជាមធ្យមក្នុងមួយថ្ងៃហើយជាពិសេសនោះដាច់នៅពេលក្បាលប្រលប់នេះតែម្ដងហើយការដាច់ជាញឹកញាប់នេះដែលធ្វើឲ្យសម្ភារៈឧបករណ៍អគ្គិសនីមួយចំនួនឆេះខូចខាតដូចជាម៉ាស៊ីនត្រជាក់ទូរទស្សន៍ទូទឹកកកជាដើមលក្ខណៈដោយមិនមានអ្នកណាឬអាជ្ញាធរណាចេញមុខទទួលខុសត្រូវនោះឡើយបាទលោករដ្ឋបានលើកឡើងលោកកតាសូមបញ្ជាក់ពួកគាត់ទៀតថាពួកគាត់បានលើកឡើងបន្ថែមថាតម្លៃភ្លើងបច្ចុប្បន្នមានតម្លៃដល់ទៅ1050រៀលក្នុង1គីឡូវ៉ាត់តែបើពួកគាត់ខកខានបន្តិចបន្តួចរយៈពេលនៃការកំណត់ទៅបង់ថ្លៃភ្លើងនេះអង្គភាពអគ្គិសនីនឹងបានកាត់ផ្តាច់តែផ្ទុយទៅវិញរដ្ឋការផ្តាច់ភ្លើងដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រការប្រកបអាជីវកម្មនានាពាក់ព័ន្ធនឹងអគ្គិសនីនេះគឺពួកគាត់មិនឃើញមានមន្ត្រីអគ្គិសនីឬអាជ្ញាធរណាចេញមុខមកទទួលខុសត្រូវនិងមានវិធានការជួយទៅដល់ពួកគាត់ឡើយបាទលោករដ្ឋចំពោះការដាច់ញឹកញាប់អញ្ចឹងវាជារឿយកើតឡើងទើបនឹងកើតឡើងទេឬក៏វាកន្លងយូរមកហើយដែរលោករដ្ឋកន្លងមកនេះមានការដាច់ជាហូរហែមកដែរប៉ុន្តែការដាច់នេះបើតាមប្រជាពលរដ្ឋលើកឡើងនេះប៉ុន្មានខែចុងក្រោយនេះគឺថាដាច់ជាញឹកញាប់ហើយដាច់ក្នុងមួយថ្ងៃនេះជួនតែម្ដងគាត់បានលើកឡើងថាការដាច់ជាយូរកន្លងមកនេះមានការដាច់ជាហូរហែដែរប៉ុន្តែរយៈពេលចុងក្រោយនេះមានការដាច់ឧបមាថាក្នុងរយៈពេល5នាទីនេះអាចដាច់ទៅ3 4 5 6ដងក៏មានដែរបាទហើយគាត់មានចម្ងល់យ៉ាងខ្លាំងបាទចំពោះការដាច់ហ្នឹងថាតើវាដាច់ទៅត្រង់តំបន់ឬក៏សង្កាត់រៀងខ្លួនទេឬក៏វាទូទាំងខេត្តតែហ្មងលោកដាច់នេះទៅតាមប្រព័ន្ធរបស់គេបាទហើយជាពិសេសនេះកាត់ដាច់ទូទាំងខេត្តនេះតែម្ដងបាទដាច់ជាញឹកញាប់រាល់ថ្ងៃនេះទីទូទាំងខេត្តនេះតែម្ដងទូក្នុងក្រុងសង្កាត់ចំនួន4នៅក្នុងក្រុងនេះតែម្ដងបាទប្រជាពលរដ្ឋលោកស្នើសុំយ៉ាងម៉េចខ្លះទៅដល់ខាងអគ្គិសនីអង្គភាពអគ្គិសនីខេត្តកញ្ចេះដោយឆ្លើយតបចំពោះនឹងលោកប្រជាពលរដ្ឋបាទប្រជាពលរដ្ឋលោកស្នើសុំឲ្យខាងអង្គភាពអគ្គិសនីក៏ដូចជាអាជ្ញាធរនេះសូមឲ្យជួយមានវិធានការទៅលើអ្វីដែលគាត់បានជួបប្រទះដូចជាការឆេះនៅឧបករណ៍សម្ភារៈហើយនឹងការឡើងគីឡូខុសពីធម្មតានេះហើយដែលពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះប្រធានអគ្គិសនីកញ្ចេះនេះលោកពើអង្គាវីលោកក៏បានប្រាប់ទូទស្សន៍ហងមាសយើងកាលពីថ្ងៃទី6ឧសភាកន្លងទៅនេះថាអង្គភាពអគ្គិសនីនេះគឺមិនមានចេតនាណាមួយចង់ធ្វើឲ្យដាច់ភ្លើងជាញឹកញាប់និងធ្វើឲ្យឡើងគីឡូវ៉ាត់នោះទេដោយតាមការលើកឡើងរបស់ពលរដ្ឋទេការដាច់ញឹកញាប់នេះគាត់បានបញ្ជាក់ឲ្យថាភាគច្រើននេះគឺបណ្ដាលមកពីកត្តាធម្មជាតិដូចជាបញ្ហាខ្យល់កន្ត្រាក់ជុកលៀងខ្លាំងរន្ទះបាញ់បាទហើយកត្តាទាំងនេះហើយដែលធ្វើឲ្យការដាច់នៅខ្សែបណ្ដាញចរន្តនឹងមានបញ្ហាមួយចំនួនទៀតនោះគឺដាច់បណ្ដាញតភ្ជាប់ចេញមកពីប្រទេសវៀតណាមដែលនៅឯឆ្ងាយនៅខេត្តប៊ីនភឿនោះបាទហើយចំណែកការលើកឡើងនៅគីឡូវ៉ាត់ឡើងខ្ពស់នឹងការឆេះនៅសម្ភារៈនោះលោកប្រធានមន្ត្រីនេះលោកបានអាងថាអញ្ចេះថាការណាភ្លើងដាច់គឺមិនមានចរន្តណាមួយដែលទៅឲ្យធ្វើឲ្យកងទ័រនេះវិលឡើងទេដើរនោះទេបាទរីឯការឆេះសម្ភារៈឧបករណ៍ប្រើប្រាស់អគ្គិសនីរបស់ពួកគាត់នោះគឺវាមិនមានការឆេះទេដោយសារតែរាល់សម្ភារៈទាំងនេះគាត់អាងថាវាមានការផលិតមកនេះមានប្រព័ន្ធការពារគ្រប់គ្រាន់ទៅហើយមិនមែនបណ្ដាលមកពីការដាច់ភ្លើងញឹកញាប់នេះទេហើយគាត់លោកប្រធានមន្ត្រីនេះលោកបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហានេះសូមឲ្យបងប្អូននេះអញ្ជើញទៅអង្គភាពអគ្គិសនីនេះដើម្បីជជែកគ្នា
ហើយរកវិធានការដោះស្រាយជាមួយនឹងជំនាញជាមួយនឹងអង្គភាពអគ្គិសនីនេះហើយគាត់ថាកុំឲ្យមានការលើកឡើងនិយាយតគ្នាដោយគ្មានមូលដ្ឋានពិតប្រាកដហើយបើសិនជាមានបញ្ហាពិតប្រាកដសូមឲ្យគាត់ចូលទៅជជែកគ្នានៅក្នុងអង្គភាពអគ្គិសនីដើម្បីរកដំណោះស្រាយណាមួយទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវបាទបាទអរគុណលោករដ្ឋរាយការណ៍ពីខេត្តកញ្ចេះនៅវេលាព្រឹកហ្នឹងបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណជម្រាបលាដល់បញ្ហាគឺថាមានគ្រប់ទីកន្លែងទាំងអស់អារឿងភ្លើងរឿងអីហ្នឹងបាទរឿងដាច់រឿងអីហ្នឹងឥឡូវនេះសូមអនុញ្ញាតជួបលោកពិសិដ្ឋប្រចាំការខេត្តព្រៃវែងស្វាយរៀងជិះវៀងតែរឿងភ្លើងណាលោកពិសិដ្ឋណាកុំញឹកពេកជំរាបសួរលោកពិសិដ្ឋបាទជំរាបសួរលោកសុខៈព្រមទាំងលោកបត្រាផងដែរបាទជំរាបសួរតើនៅព្រៃវែងឬស្វាយរៀងព្រឹកនេះខ្ញុំកំពុងចូលជើងនៅខេត្តព្រៃវែងហ្នឹងហើយអរគុណតើរឿងអ្វីដែលរាយការណ៍បាទនេះខ្ញុំមានព័ត៌មានមួយបាទគឺកាស៊ីណូចំនួន4នៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែងទៅជាសង្ស័យថាបើកលេងបើគ្មានឯកសារច្បាប់មិនទៅនោះទេបាទមកឥឡូវតើបងប្អូនមហាជនលោកសង្ស័យមិនខ្លះសង្ខេបហើយតើខាងភៀកគីអាជ្ញាធរនិងកាស៊ីណូនោះលោកឆ្លើយបំភ្លឺយ៉ាងដូចម្ដេចទៅវិញបាទកាស៊ីណូមកសូមបញ្ជាក់ថាកាស៊ីណូនៅក្នុងខេត្តព្រៃវែងមានចំនួនទាំងអស់5នៅតាមបន្ទាត់ព្រំដែនតែនៅក្នុងចំណោម5នោះគឺឃើញមានកាស៊ីណូមួយដែលហៅថាកាស៊ីណូនេះក្រហមនៅឯបន្ទាត់ព្រំដែនមន្ទីរចាក់ត្រីនេះគឺគេមានបើកលេងដោយមានលក្ខណៈស្តង់ដារជាកាស៊ីណូរបស់គេមានទាំងអាស៊ីមានទាំងបុគ្គលិកមានទាំងកន្លែងកន្លែងលេងរបស់គាត់បាទកន្លែងកាស៊ីណូ4ទៀតនៅតាមបន្ទាត់ព្រំដែនដូចជានៅកោះលកាដូចកោះស្ទោនិងមន្ទីរចាក់ត្រីនោះគឺមានលក្ខណៈស្តង់ដារទៅតាមលក្ខណៈបច្ចេកទេសហៅថាកាស៊ីណូនោះទេដោយសារតែក្នុងទីតាំងដែលគេលេងនេះគឺគេធ្វើតែរូងធំមួយហើយដាក់សៃវៀនជុលមាន់មួយតែប៉ុណ្ណោះគឺហើយគេមកម្នាក់ហៅថាកាស៊ីណូហើយជាហេតុដោយសារតែរូបភាពបែបនេះបានធ្វើឲ្យមហាជនមួយចំនួនក៏លើកឡើងថាសង្ស័យថាកាស៊ីណូទាំងអស់នេះគឺគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមកទេបាទហើយក៏សូមបញ្ជាក់ផងដែរថាដោយនៅកាស៊ីណូនៅច្រកកោះរកាបាទពីចោគឺគាត់មានតែសៃវៀនជុលមាន់មួយទេហើយពុំមានដាក់ផ្លាកយីហោថាជាកាស៊ីណូនឹងឈ្មោះអ្វីនោះទេប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានអះអាងថាកាស៊ីណូនេះជារបស់ក្រុមហ៊ុនដែលមានឈ្មោះថាភូមិខ្ញុំ Investment Co-ltd តែកាស៊ីណូទីតាំងនេះអាជ្ញាធរស្រុកបានអាងថាមានតែច្បាប់អនុញ្ញាតពីស្តីការគណៈរដ្ឋមន្ត្រីមួយប៉ុណ្ណោះប៉ុន្តែពុំមានអាជ្ញាប័ណ្ណចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះឡើយបាទហើយបើតាមផ្លូវការនោះបាទគឺលោកបានលោកអភិបាលស្រុកទៀមជោលោកតាប្រសិទ្ធបានបញ្ជាក់ថាកាស៊ីណូចំនួន2ទៀតនៅក្នុងច្រកកាស៊ីណូដែលជាច្រកបច្ចុប្បន្នរបស់ច្រកព្រំដែនសាកំពៅនោះក៏ពុំមានឯកសារតាក់ទងទៅនឹងអាជ្ញាប័ណ្ណដែលចេញពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរតែគឺមានក្រុមតែការសញ្ញេអនុញ្ញាតផ្ដល់ទីតាំងពីអាជ្ញាធរខេត្តប៉ុណ្ណោះបាទហើយជាមួយនោះគឺច្រកចាក់ត្រីដែលស្ថិតនៅក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែងឯនោះវិញបាទតែគឺក្នុងរូបភាពនេះគឺមានតែទីតាំងសៃវៀនជុលមាន់មួយតែប៉ុណ្ណោះបាទគឺតែកំពុងតែដំណើរការលេងដែលមានអ្នកចូលលេងក្នុងមួយថ្ងៃមួយខែប្រហែលជា50នាក់ប៉ុណ្ណោះបាទដូច្នេះហើយតាមការបញ្ជាក់ពីអាជ្ញាធរស្រុកលោកបានបញ្ជាក់ថាគេបានកំពុងនឹងរត់ការទៅខាងក្រសួងដើម្បីស្នើសុំអាជ្ញាបន្តអាជ្ញាប័ណ្ណដើម្បីធ្វើចាប់ដំណើរការលេងបាទការសូមបញ្ជាក់ថាការបើកលេងដោយគ្មានច្បាប់អនុញ្ញាតឲ្យគ្រប់ជ្រុងជ្រោយនេះគឺបានធ្វើបង្កឲ្យមានការបាត់បង់នៅចំណូលពន្ធចូលរដ្ឋពីច្រើនដាក់ក្នុងមួយឆ្នាំរាប់សែនដុល្លារដល់បាទសូមបញ្ជាក់ថាបើការបើកកាស៊ីណូមួយលក្ខខណ្ឌស្តង់ដារបច្ចេកទេសវាដែលទៅមានគឺទី1មានច្បាប់អនុញ្ញាតពីស្តីការគណៈរដ្ឋមន្ត្រីគេតែបានច្បាប់នោះហើយគឺត្រូវយកទៅស្នើសុំនៅខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីសុំអាជ្ញាប័ណ្ណដើម្បីចាប់ការលេងបាទប៉ុន្តែអាជ្ញាប័ណ្ណនីមួយវាមានតម្លៃទៅដល់$10,000ណាបាទក្នុងអាជ្ញាប័ណ្ណមួយពេលដែលសុំបានអាជ្ញាប័ណ្ណហើយទៅបង់ចូលរដ្ឋបង់ពន្ធចូលរដ្ឋមួយឆ្នាំ$20,000ទៀតបាទដូច្នេះហើយវាមានសរុបទាំងអស់គឺ$200,000ដោយសារតែទំហំចំនួនលុយនេះវាច្រើនពេកធ្វើឲ្យបណ្ដាកាស៊ីណូទាំង4នៅក្នុងខេត្តព្រៃវែងនៅតាមបណ្ដាទាត់ព្រំដែននេះបាទគឺមិនបានទៅធ្វើការរត់ការសុំអាជ្ញាប័ណ្ណនោះទេដោយសារតែតម្លៃវាថ្លៃខុសពេកហើយតែទ្រង់ទ្រាយដែលលេងនេះលេងត្រឹមតែជារូបជុលមាន់ប៉ុណ្ណោះដូច្នេះហើយវាធ្វើឲ្យវាមិនស្អាតសាក់មកតល់ជាមួយគ្នាដោយហេតុទៅធ្វើឲ្យពួកខាងតំណាងកាស៊ីណូទាំងអស់នេះមិនមានរត់ការទៅសុំអាជ្ញាប័ណ្ណទេ
បានតែច្បាប់ទីស្តីការគណៈរដ្ឋមន្ត្រីក៏ចាប់ដំណើរការលេងតែម្ដងបាទ អរគុណ ក្រសួងបញ្ជាក់ផងដែរថាពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំបានតាក់ទងសួរទៅខាងអាជ្ញាធរខេត្ត បាទថាម៉េច នោះគឺអាដាមហាក់ក្រែងគាត់ថាលោកទើបតែប្រកាន់តំជាតំណែងជាអភិបាលខេត្តនេះថ្មី ដឹងមួយឆ្នាំហើយ នៅតែអត់នេះគេបើកលេងយូរហើយច្រើនឆ្នាំមកហើយបានន័យថាគេបើកលេងតាំងពីសម័យអភិបាលអាណត្តិមុនតែលោកអត់បានតាំងទេលោកឲ្យសួរទៅខាងអភិបាលរងខេត្តម្នាក់កម្មខេត្តសេដ្ឋកិច្ចគឺឯបាត់មុខសេរីដែលជាកម្មខាង ក៏នៅយូរហើយ តែខ្ញុំបានសួរទៅឯបាមុខសេរីឯឧត្តមមុខសេរីថាគាត់អត់បានដឹងទេគាត់អត់មានច្បាប់អត់មានឯកសារអ្វីទាំងអស់នៅក្នុងដៃអញ្ចឹងគាត់មិនអាចបំភ្លឺបាទជួយបានទេឲ្យសួរទៅខាងមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ អត់ដឹងទៀត ពេលដែលខ្ញុំបានព្យាយាមតាក់ទងទៅខាងមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញលោកទូរស័ព្ទចូល6 7ដងតែលោកអត់ទទួលទូរស័ព្ទសោះបាទគឺធ្វើឲ្យពិបាកក្នុងការស្ដាប់តាក់ទងមែនតើតែគេយើងមិនទាន់ដឹងថានៅតាមនោះមានច្បាប់អញ្ញាតឬក៏អាជ្ញាប័ណ្ណត្រឹមត្រូវច្បាស់លាស់នោះទេតែអ្វីដែលជាការកត់សម្គាល់នោះគឺអាដាមហាសរ៉េតអភិបាលខេត្តលោកបានបញ្ជាក់ថាលោកនឹងក៏ហៅមកតំណាងកាស៊ីណូទាំង4នេះមកធ្វើការជួបប្រជុំសាកសួរពីច្បាប់ទម្លាប់របស់កាស៊ីណូតើមានឬអត់បើសិនជារកឃើញថាគ្មានច្បាប់ទម្លាប់ឬគ្មានអាជ្ញាប័ណ្ណអ្វីនោះទេលោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់បាទ បាទអរគុណលោកវិសិទ្ធ បាទសូមអរគុណសូមជម្រាបលាបាទ ម្សិលមិញរវល់អារឿងនឹងមួយមើលទៅនិយាយថាទូរស័ព្ទទៅនេះទូរស័ព្ទទៅនោះគេមិនលើកគេមិនទទួលគេថាអត់ដឹងទេមិនដឹងទេខ្ញុំទៅមកទេព្រមព្រៀតនៅប៉ុណ្ណឹងអាកូនយំជាស្គរក្របក៏ទុំម្លែង បើចោតធ្វើរឿងហ្នឹង បាទជំរាបចេះថារឿងលបែងស៊ីសងពាក្យថាលបែងស៊ីសងគឺមិនត្រូវអនុញ្ញាតដោយអាជ្ញាធរណាមួយទេ មានតែរដ្ឋាភិបាលតែមួយគត់ដែលចេញអាជ្ញាប័ណ្ណឲ្យគឺចេញដោយអនុក្រឹត្យរបស់រដ្ឋាភិបាលទៅបងមើលច្បាប់ស្ដីពីលបែងស៊ីសងឆ្នាំ 1996 បើមិនភ្លេចទេមិនច្រឡំទេមាត្រាដូចជា 11 បាទ ពីព្រោះហ្នឹងមានដូចជា 13 មាត្រាទេច្បាប់លបែងស៊ីសងហ្នឹងមានតែអនុក្រឹត្យរបស់រដ្ឋាភិបាលទេដែលមានសិទ្ធិនៅក្នុងការបើកអាជីវកម្មបែបហ្នឹងហើយគេគោរពទៅតាមស្តង់ដារអន្តរជាតិមួយត្រឹមត្រូវបាទហើយចំពោះអាជ្ញាធរវិញគឺថាវាមិនសំខាន់អារឿងទៅមកអារឿងមកយូរហើយអីទេសំខាន់ថាតើធ្វើឬក៏មិនធ្វើតែប៉ុណ្្នឹងឯងបាទបាទអរគុណសូមពេលសម្រាប់អផ្លែសិនបន្តិចទៀតយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តផ្សេងទៀតបាទ